almost stop បាទអាយ៉ាឱកាសកន្លែងនេះឡងចុះឡងឡើង1-0បាទបាសេឡូណាបាទត្រូវបងក្រុមស្លាវីប្រាក់នាំមុខ1បាត់ហើយរ៉េរ៉ូដប់រញ៉េរញ៉ៃប៉ុន្តែអ្វីៗគឺត្រូវបានបំពងសំណាញ់ទីនោះអាមកចរឲ្យផងហើយក្នុងនាទីទី10សង្ស័យដើរផ្លូវរបស់ Man City បាទដើរផ្លូវរបស់ Man City បើនៅក្នុងតំបន់ដែលសុវត្ថិភាពមិនថាទេបាទយើងមកទស្សនារូបភាពបុកឡងចុះឡងឡើងចូលផ្លាច់បងប្អូនយើងបាទទស្សនារូបភាពតែមកក្បាលទូទៅបាល់នេះគឺថាចេះមនុស្សចូលមុនបាល់មកព្រមយើងហើយដល់ទៅពេលអញ្ចឹងអ្នកចាំទីមិនដឹងចូលទៅតែម៉េចដើម្បីចាប់បាល់ហ្នឹងបាទមនុស្សចូលមុនបាល់មនុស្សហាក់បីដូចជាពាំងបាល់នេះមិនឲ្យទៅអ្នកចាំទីមិនឲ្យទៅចាប់បាទគាត់បានតែបានអីទេប៉ុន្តែបាល់ហ្នឹងគឺមកតាមជើងរបស់គាត់តែម្ដងបាទគឺខ្សែប្រយុទ្ធលេខ9មកកាឡាកូវ៉ាស៊ីលបាទគូសេចបាទកាសសុទ្ធស្ដាមចូល1-0បាទស្មើហើយបានមកគ្រាប់ហើយហ្វូមីនឡូប៉េសជាអ្នកសុទ្ធបំពងស្នាញ់ទីមិនបាទលេងចឹងចេះសុទ្ធចូលដែរបាទយើងមកទស្សនារូបភាពសារជាថ្មីបាទប្រិយមិត្តយើងបាទនេះគឺខ្សែផាយទៅស្រូបពី Frankie De Jong ទាត់ស្ដាំយកតែម្ដងបាទDe Jong ជាអ្នកអាស៊ីហើយនេះវាយកែមវីរ៉ាវិញ្ញាទុបមួយហើយក៏បញ្ជូនមកក៏មានឡូប៉េអត់ទុបទេបងប្អូនអ្នកគ្នាបាទកន្លែងនេះគឺទាត់បំបុកអ្នកចាំទីតែម្ដងបាទអ្នកចាំទីគាត់មិនអាចការពារបានមុំតូចបាទ Formin សុទ្ធហើយ Fatri Formin ចូលតយយោ Formin អូយបងប្អូនយើងនឹកស្មានមកដល់ទេមកគ្រាប់របស់ Formin នេះ Fatri បញ្ជូនមកទុបឆ្វេងទាត់ស្ដាំអូអាកូននេះឡើង100លានជាងហើយមើលទៅបាទនេះខ្ញុំទេសនារូបភាពបែកខ្នងមកហើយបើដល់ឲ្យអាប្អូននឹងសុនមកជើងស្ដាំទីមកដល់អ្នកចាំទីនឹកស្មានអត់នឹកស្មានថាForminសុនហើយការសុននឹងព្យាយាមលុកការពារស្ដាំទេព្រោះណា Formin កាត់ឡើងដាច់តែម្ដងនេះមកយើងមកទេសនារូបភាពប្រយោណាប្រយោបងប្អូន Formin ដកឃើញហើយព្រោះយើងកីឡាករសុទ្ធពីចង្ងាយរបស់ Barcelona Formin Lopez អូយស្អាតណាស់បងប្អូនបញ្ញាជូនបងប្អូនអ្នកគ្រប់ត្រូលទេសនា highlight ពីព្រឹកបងស្អាតណាស់មកក្ររ៉ាបងប្អូន Formin Lopez អាពីទេមកក្បាលតាមស្មើត្រឡប់មកវិញបាត់ទៅហើយអូយក៏ដូចគ្នាជាមួយនឹងការប្រកួតរបស់ Real Sociedad ម្លេះអូយបងប្អូនហើយនឹកស្មានមកដល់ទេក្របបាល់របស់ក្រុមទាំងពីរកើតឡើងមកគឺនឹកស្មានមកដល់ទេបាទខ្សែការពារកីឡាករលេខ2ឡើងទៅតែតអត់មិញបាទយើងមកទស្សនារូបភាពមកអូយអូនហ្គោលកុំថាលើវ៉ាន់ដូស្គីបាល់នេះបុកជាមួយនឹងស្មាលេវ៉ាន់ដូស្គីឲ្យបានឡងចូលលេវ៉ាន់ដូស្គីថាខ្ញុំធ្វើម៉េចបើខ្ញុំអោនតែឃ្លៀដែរបើតែវាទៅបុកស្មាឡងចូលអើយបាទ over សាហាវ4គ្រាប់បងប្អូនហើយថងមួយបាទគ្រាប់ទី2របស់ក្រុមស្លាវីប្រាក់បាទគឺរកបានដោយលេវ៉ាន់ដូស្គីបាទបុកស្មាលេវ៉ាន់ដូស្គីalmost stop ចូលអូយដោយអ្វីដែលយើងបាននិយាយគ្នាពីមុននេះនៅពេលដែលពួកគេបដូរចូល Marco Rashford ហើយនិង Dani Olmo គឺតែងជាតារាសំណាងរបស់ Barcelona ឥឡូវនេះតារាសំណាងផ្កាយសំណាងរបស់ Barcelona បានបញ្ចេញពលឺមកហើយជាមួយនឹងការបង្កើតឱកាសសុទ្ធជាលើកដំបូងហើយក៏រកគ្រាប់បាល់បានតែម្ដងដូច្នេះលទ្ធផល 3-2 គឺបានបង្ហាញឲ្យឃើញហើយបាទសម្រាប់ប្រិយមិត្តរបស់ Barcelona ហើយកំពុងតែប៉ះពាល់ខ្លាំងទៅដល់ Edwin Oscar ដែលកំពុងឈរនៅខាងក្រៅផងដែរបាទអើយមាន Oscar ហើយ 3-2 ហើយ3-2 ហើយបាទមកជើងនេះអេមណាបងប្អូនទាំងអស់គ្នា Dani Olmo និយាយដល់ពីគ្រាប់របស់ Formin Lopez និង Olmo នឹងគឺថាញាក់សាច់តែម្ដងពីលើតំបន់ទូកមកលឿនណាស់ហោះរំលងក្បាលបាទតារាសំណាងរបស់ Barcelona Dani Olmo ក៏ Rashford កាត់ចូលបុកចូលហើយលេវ៉ាន់ដូស្គីចូល4-2 FC Barcelona អូយ fan Flavia Praha បុកយ៉ានៅមុខនឹងមិនទេអញអើយ fan Flavia Praha នៅបុកយ៉ានៅមុខនឹងមិនទេនឹងបុកពោះមិនទេអញអើយអីមានមកគោះទ្វារទេមិនយ៉ាង2ទៅ1 4 2ឥឡូវស្រែកលឺមែនក្រុមណាដាក់លឺឈ្មោះនេះអត់ឯងមើលបាល់ចឹងហី
បាទយើងមកទស្សនារូបភាពកន្លែងនេះប្រិមិត្តមកក្របនេះបាទផ្ញើជូនអេដមីនអូស្ការជាពិសេសបាទនៅក្របទី3បាទក្របទី5អធិស្ឋានមិនបងប្អូនយើងស្នើសុំ5-2ឥឡូវ4-2ហើយយើងមកទស្សនារូបភាពនេះចំណាឲ្យបាទដេនីអូម៉ូជាមួយនឹងម៉ាកូរ៉ាហ្វតនេះគឺជាតារាសំណាងរបស់បាសេឡូណាឲ្យតែពួកគេដូរចូលគឺថាដឹងតែអេមហើយបើលេងតែមួយអ្នកហ្នឹងប្រហែលទេបុកបាទប្រិមិត្តយើងបាទនេះគឺបុកជាមួយនឹងផ្លូវលើវ៉ាន់ស្គីហើយក៏ថែមបន្តបាទ4-2លោកកញ្ញាកដាប្រឡងកញ្ចែបញ្ចប់ការប្រកួតបាទលទ្ធផលជាផ្លូវការបាសេឡូណាយកឈ្នះទៅលើស្លាវីប្រាកដែលលទ្ធផល4-2បាទដូចជាលទ្ធផលមួយនេះគឺមិនធ្លាប់មានពីមុនមកទេសម្រាប់ជំនួបរបស់ក្រុមទាំងពីរចឹងអបអសាតូបាសេឡូណាបាទឈរនៅក្នុងចំណាត់ថ្នាក់នៅក្បែរតំបន់ដែលមានកៅអីសុវត្ថិភាពបាទគឺពល